បាទសួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូនៅក្នុង Channel MF Office Learning នៅក្នុងថ្ងៃនេះគឺយើងជួបគ្នានៅវីដេអូថ្មីទៀតហើយទាក់ទងទៅនឹងគន្លឹះខ្លីៗនៃការប្រើប្រាស់កម្មវិធី Microsoft Office ហើយនៅក្នុងវីដេអូថ្មីនេះគឺខ្ញុំលើកយកនៅចំណុចមួយគឺទាក់ទងទៅនឹងការស្រង់ទិន្នន័យដែលយើងបានកំណត់ highlight ពណ៌ក្រហមនឹងយកមកដាក់នៅក្នុង sheet ផ្សេងដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងអ្នកនរគ្នាអាចកលេចមើលនៅក្នុងឧទាហរណ៍ដែលខ្ញុំត្រូវធ្វើការបង្ហាញនេះអញ្ចឹងខ្ញុំមានបញ្ជី2បញ្ជី1គឺខ្ញុំដាក់ឈ្មោះថាបញ្ជីឈ្មោះសិស្សបាទបញ្ជីឈ្មោះសិស្សហើយបញ្ជីមួយទៀតគឺខ្ញុំដាក់ថាបញ្ជីឈ្មោះសិស្សបោះបង់អញ្ចឹងក្នុងករណីនេះគឺខ្ញុំស្រង់យកតែសិស្សបោះបង់យកមកដាក់ចូលក្នុងបញ្ជីនេះទេបាទតើយើងទៅធ្វើម៉េចអញ្ចឹងទាក់ទងទៅនឹងការស្រង់គឺយើងស្រង់តាមរយៈពណ៌របស់វាឥឡូវឧទាហរណ៍ថាសិស្សម្នាក់គាត់បោះបង់ការសិក្សាគឺឈ្មោះសំសុខាគាត់បោះបង់ការសិក្សាគឺមូលហេតុគាត់ឧទាហរណ៍ទៅថៃឧទាហរណ៍ទៅថៃបាទគាត់ជិះទៅថៃអញ្ចឹងដើម្បីអាចស្រង់បានគឺយើងត្រូវ select បដូរពណ៌វាទៅជាពណ៌ក្រហមដាក់តួសទៅជាពណ៌ក្រហមគេដាក់ពណ៌ក្រហមដើម្បីស្រង់ហើយម្យ៉ាងទៀតគឺដើម្បីងាយស្រួលក្នុងការមើលផងបាទអញ្ចឹងនៅពេលដែលយើងកំណត់បែបនេះរួចហើយនៅពេលដែលយើងទៅកន្លែងជីឈ្មោះសិស្សបោះបង់ក៏អត់មានទិន្នន័យទេអញ្ចឹងយើងគ្រាន់តែចុចកន្លែងបច្ចុប្បន្នភាពបញ្ជីចុចកន្លែងនេះមកពេលនោះយើងនឹងបានទិន្នន័យឈ្មោះសំសុខាចូលក្នុងបញ្ជីនេះបញ្ជីរបស់យើងនេះឥឡូវថាយើងមានសិស្សម្នាក់ទៀតគាត់បោះបង់នៅសិស្សលេខរៀងទី4ឈ្មោះឈួមធីតាបាទឥឡូវគាត់ឈប់គឺមូលហេតុដោយសារគាត់រៀបការឧទាហរណ៍បាទគាត់រៀបការអញ្ចឹងបើសិនបើយើងដាក់ទិន្នន័យបែបនេះហើយនៅពេលដែលយើងធ្វើបច្ចុប្បន្នភាពបាទទិន្នន័យគឺនៅតែដដែលទេគឺនៅលេខ1ដដែលអញ្ចឹងដើម្បីអាចស្រង់បញ្ជីឈ្មោះនេះបានគឺអ្នកនរគ្នាត្រូវបដូរពណ៌ទៅជាពណ៌ក្រហមបាទអញ្ចឹងបដូរទិន្នន័យរបស់គាត់ទៅជាពណ៌ក្រហមបាទអញ្ចឹងយើងអាចសម្គាល់បានថាឲ្យតែពណ៌ក្រហមគឺទាក់ទងទៅនឹងសិស្សបោះបង់ហើយអញ្ចឹងយើងចូលកន្លែងបញ្ជីរបស់យើងវិញមកបាទនេះចុចកន្លែងបច្ចុប្បន្នភាពបញ្ជីចុចមកនេះគឺយើងបាន2នាក់ណាបាទអញ្ចឹងមានន័យថាទិន្នន័យនេះគឺវាស្រង់យកតែទិន្នន័យណាដែលមានពណ៌ក្រហម highlight ពណ៌ក្រហមគឺវាស្រង់យកតែម្ដងឧទាហរណ៍កន្លែងនេះយើងក៏ឈប់ខាងក្រោម2នាក់ទៀតដាក់ពណ៌ក្រហមមកយើងទៅកន្លែងបច្ចុប្បន្នភាពបញ្ជីអញ្ចឹងឃើញ2នាក់ទៀតទេចុះសិនយើងលុប2នេះចោលបាទមិនលុបទេគឺយើងដូរទៅជាពណ៌ខ្មៅវិញបាទអញ្ចឹងយើងសល់ពណ៌ក្រហមតែ2នាក់ទេបាទខាងលើមកខាងក្រោមមកអញ្ចឹងយើងគាត់ទៅកន្លែងសិស្សបោះបង់យើងចុចកន្លែងបច្ចុប្បន្នភាពបញ្ជីនេះមកអញ្ចឹងយើងសល់តែ2នាក់ទេឃើញទេអញ្ចឹងនៅក្នុងកលឹះនេះគឺទាក់ទងទៅនឹងការស្រង់យកទិន្នន័យដែលយើងបានបដូរទៅជាពណ៌ក្រហមដាក់ដោយផ្នែកអញ្ចឹងកុំឲ្យខាតពេលវេលារបស់យើងចូលទៅកាន់វីដេអូមេរៀនទាំងអស់គ្នាតែម្ដងបាទតោះឥឡូវយើងចូលទៅកាន់វីដេអូមេរៀនទាំងអស់គ្នាអញ្ចឹងយើងបើកយកកម្មវិធី Microsoft Excel មួយមកតមកទៀតគឺអ្នកនរគ្នាត្រូវបង្កើតបញ្ជីឈ្មោះខ្លីមួយមកមិនខ្លីគឺបញ្ជីឈ្មោះតាមតម្រូវការរបស់យើងដែលយើងត្រូវការរបៀបម៉េចឥឡូវខ្ញុំត្រូវការបែបនេះចុះបាទអញ្ចឹងអ្នកនរគ្នាធ្វើបញ្ជីទៅតាមអ្វីដែលអ្នកនរ
ប្រវត្តិគឺអ្នកទាំងអាចមើលនៅវីដេអូមេរៀនមុនហ្នឹងបាទខ្ញុំថ្ងៃទៅក្នុងការបង្កើតតារាងឥឡូវខ្ញុំបានបង្ហាញទៀតទេទៅក្នុងតារាងហ្នឹងបាទអញ្ចឹងយើងបង្កើតចេះតែម្ដងបាទបន្តទៀតកន្លែងនេះគឺអ្នកទាំងត្រូវដាក់លេខរៀងវាហើយត្រូវតែដាក់លេខរៀងរូបមន្តត្រូវតែប្រើរូបមន្តដើម្បីកំណត់លេខរៀងនៃខ្សែប្រវត្តិវិញគឺត្រូវតែប្រើបាទអញ្ចឹងកន្លែងរូបមន្តទាក់ទងកំណត់លេខរៀងខ្សែប្រវត្តិគឺយើងប្រើរូបមន្ត if បាទស្មើមកយើងដាក់ថា if បើយើងចោលមកអញ្ចឹងលេខរៀងវារត់ទៅតាមឈ្មោះនេះចុចចំកន្លែងឈ្មោះកន្លែងនេះមក if ស្មើអត់មានទិន្នន័យខ្ញុំកដោ2ក្បៀសខ្ញុំកដោ2ក្បៀសហើយយើងប្រើ count a បើយើងចោលមកតទៀតយើងវាយ A3 មាន A3 គឺយើងចុចចំកន្លែងកូដត្រៀបយើងនេះដដែលចុចចំកន្លែងកូដត្រៀបនេះមកយើងចុចតែ Call keyboard អញ្ចឹងពេលនោះវាចេញសញ្ញាដុល្លារណាចេញសញ្ញាដុល្លារតទៅយើងដាក់សញ្ញាចុច2មកយើងដាក់ C3 ដដែលហើយបិទមុខចោលវិញនេះរូបមន្តលេខរៀងនៃខ្សែប្រវត្តិនេះណាបាទចេញ enter មកបាទអញ្ចឹងវាអត់ទាន់មានទិន្នន័យទេយើងពុះវាមកបាទឥឡូវសាកល្បងបញ្ចូលទិន្នន័យមកបាទកញ្ញាឃើញចេញលេខរៀងនេះមានមិថុនាចិនជាតិបាទពួនដុះអស់ពួនសក់បាទមានសាលីបាទរុនជីវិនបាទថតទៅអាចសង្ខាបាទហុងដារ៉ូទីថតយ៉ាងចុះបាទហើយអត្តលេខយើងដាក់លេខ23យ៉ាងទៅថតបាទនេះគាត់ថតកន្លែង K នេះយើងដាក់ទៅស្រីប្រុសទៅថតថាកញ្ញាស្រីប្រុសស្រីប្រុសស្រីបាទយ៉ាងចុះហើយថែខេតាមកម្រិតយើងទៅថតចុះបាទអូវាថាដូចឆ្នាំចឹងឆ្នាំហើយអាយុតើតងអាយុយើងប្រើរូបមន្តមួយគឺប្រើរូបមន្តយានៃ today បើខ្ញុំចោលបិទវិញបិទមួយទៀតដល់ឲ្យយានៃថ្ងៃខែឆ្នាំកំណើតរបស់យើងគឺនៅចំកន្លែង E3 អញ្ចឹង E3 បិទវិញ enter ហើយយើងពុះមកបាទដោយសារតែអាយុយើងត្រូវការជាការបរិច្ឆេទទេអញ្ចឹងយើងដូរវាคลิกមកស្ដាំហើយយកពាក្យថាប្រមាណ40ហើយយកពាក្យថា general យើងអូខេពេលនេះយើងបានអាយុឥឡូវយើងដាក់អក្សរធំអញ្ចឹងយើងស្រួលក្នុងការមើលបែបនេះបាទបន្តមកទៀតនៅពេលដែលយើងបានតារាងនេះហើយយើងត្រូវបង្កើតតារាងមួយទៀតជាឈ្មោះសិស្សរបស់បងអញ្ចឹងកុំឲ្យពិបាកយើងក៏ copy វាមកនេះជាកន្លែង move copy move to end ហើយយើងចុចសញ្ញា tick តង់ create a copy ហើយយើងពាក្យថាអូខេបាទហើយកន្លែងនេះខ្ញុំដាក់ថា list បាទ list ហើយកន្លែង city 2នេះគឺដាក់ឈ្មោះ add បាទហើយ city 2នេះគឺកន្លែងនេះយើងដាក់ថាបញ្ជីឈ្មោះសិស្សរបស់បងការសិក្សាការសិក្សាចុះហើយទិន្នន័យយើងលុបចេញទៅយើងអត់ត្រូវការទេយើងត្រូវការទិន្នន័យបែបនេះបាទអញ្ចឹងសិនជាយើងមានសិស្ស50នាក់យើង select បង្កើតតារាងដល់50មកដល់50មកបើមាន100គឺ100មកប៉ុន្តែជាស្ដែងខ្ញុំបង្កើតត្រឹមតែជួរ date 10ទេតែប៉ុណ្្នឹងទេបាទអញ្ចឹងដល់ពេលដែលយើងបង្កើតប៉ុណ្្នឹងបានហើយណាអញ្ចឹងអ្នកនរគ្នាត្រូវបង្កើតសរសេរកូដទីមកបើសរសេរកូដដើម្បីធ្វើហ្នឹងបាទអញ្ចឹងដើម្បីសរសេរកូដគឺអ្នកនរគ្នាចូលទៅកាន់កន្លែង menu developer ហើយយកពាក្យថា Visual Basic បាទតបមកទៀតគឺអ្នកនរគ្នាចុចចំកន្លែង seed list របស់យើងអ្នកការងាររបស់យើងគឺនៅក្នុង seed list នេះយើងត្រូវការស្រង់យកពីឈ្មោះសិស្សមកដាក់នៅក្នុងពីឈ្មោះសិស្សរបស់បងអញ្ចឹងពី list មក add បាទអញ្ចឹងយើងមកកន្លែងកូដយើងមិញនេះកន្លែង list របស់យើងចុចពីរដងលើវាមកពេលនោះវាចូលវាចេញនៅកន្លែងយើងសេកូដបាទអញ្ចឹងកន្លែងនេះកូដដែលអ្នកនរគ្នាត្រូវសរសេរយើងសរសេរតាមនឹងមកសរសេរតាមខ្ញុំមកបាទសាប់ដក clear ហើយដាក់ស្អីក៏បានដែរលេងដាក់ copy ចុះ cc copy ចុះ cc copy បាទតែប្រឹងចុះកន្លែងនេះអ្នកនរគ្នាដាក់មិនក៏បានដែរកន្លែង copy នេះ
lớp chấm lại chân cho thấy cái lấy bật bầu một chọn với mỗi dân enter tao tiếp này khi vay biệt thành điểm lấy ní miệt khi đại cái ba này lớp chấm lại e cho e nó as range enter nó dim tiền nó lấy ta xây cái ba này lớp chấm lại bb cho bb as range còn tiếp chúng ta dim điểm nó là cc cho tăng đặt as worksheet là thấy lấy chúng ta thật điểm dd cho as worksheet không được không worksheet và mình vượt buộc mình mà thì mới và worksheet as worksheet là chẳng nó hay mình tiếp chúng ta là điểm là xoay cho as long bây giờ enter nó phải biết là set là set cc ở khang lưới dương tàng bánh cc này worksheet này cc smart worksheet và worksheet đấy kì và này dương cho ca copy pia ná nè copy ở cái lấy chi mua sơn những viên nó không sheet list bao nhiêu nè list chẳng cái này này cứ dương đạn máu mình cái đó phải biết là list bật mình cái đầu với bật một chó chẳng nữa là list set tiền máu set e đó mà nâng và cc để dân tán eecc cứ lại để dân tán là cc dot range hay dân bờ của mình cho mình máu bây giờ đặt sang nhà mình cái đó hay dân đặt cái này nhỉ để kỳ lại nhận range mà dương nè dân đặt càng nghe bởi dưới copy chapi cái này nhỉ chủ đề thị bày từ chapi chua chô e hay chủ đề thị bày chắc viên nó phải chủ đề thị bày e bày này nè nè cái này lịch muốn từ e bày chứ cái này cứ này có hiện đại máu e3 và biệt mối hay hiện đại là cc dot range và cc nó cứ ở đây để dân tăng học lửa tập mới hiện đại e3 từ đấy và bật một chọn với đặt là n bỏ clear máu hay vậy tục bầu chọn máu và lại hl down và hay dân bật một chọn mình bật tiết dương enter tâm thiết dương bài viết là set đi nó là smart worksheet và worksheet chẳng lấy cái này đi dương từ copy đã cái này nga mà nhỉ chẳng dương cho ca copy vì chi mua sát đây là không sheet list một đạn là không vì chi mua sát bỏ bón đây là không sheet end là chẳng cái này cứ điện đọc điện đã nó mua sheet bao nhiêu cứ và tạo ra mình cái đó bật một chọn với hay dương enter với bài viết là for each bb để dương tan hoặc lư nó in ee và dương enter nó bài viết là if bb dot font dot color và font dot color smart giấy dạng đạ máu RGB bầu cho màu cái này cứ dương trâu thương mây lại nâng và cái này cứ dương trâu còn mặt phò bảo vía và dương mưa phò lại nè mưa càng nhiều bảo dương mình nên chẳng ở đây trong ban bằng hai chia ưu đồ ho càng môn càng từ 4 cứ miền này tha tình này ná đại miền phò cỏ phò mà lớp trong select mùi cho select phò vía là ưu đồ ho thế này là chắc dương trâu ca xong tình này ná đại miền phò cỏ phò này nè phò cỏ phò nè phò cỏ phò này nè phò cỏ phò này ta phò cỏ phò này vì miền ta biết phò mỗi miền lê sừng con bảo vía nữa chắc nhưng tôi mới lê sừng con với mưa lại ngà lấy dương select từ vía máu thì chưa được lại đặt phò dưới dù việc thầm mò color hay dù việc custom này nè phò bảo vía cứ mua thá chỉ bảo thêm color mặt đài bảo vía cứ RGB red pyroi pram green zone hay là blue zone nè nè lên bảo vía pyroi pram zone RGB sẽ dùng cho đố với khơi việc đồ ấy này nhé chứ cái lấy như vô RGB hay cái lấy như vô pyroi pram hay cái lấy như vô lịch zone lấy như vô lịch zone cho phò hò
ចឹងដឹងទេណា RGB 255 00ហើយយើងអូខេមកបាទអញ្ចឹងយើងកូដកន្លែងមិញនេះគឺយើងដាក់មក RGB 255 dot ក្បៀស1 0 dot clear ក្បៀស1ដកគ្នាដាក់លេខ0បាទហើយយើងបញ្ចូលវិញចុះឲ្យពាក្យថាដិតបាទប៉ុណ្្នឹងណាហើយយើង enter មកយើងវាយពាក្យថា bb. resize កន្លែងនេះគឺអ្នកនរគ្នាត្រូវ resize យើងកន្លែងស្អីគេបាទ resize របស់យើងគឺយើងចាប់ពីនេះចាប់ធ្វើពីកន្លែងនេះទៅនេះចាប់ពីកន្លែងនេះគឺយើងស្ថិតនៅក្នុងចាប់ទៅថាជួរដេកទី1ចុះនេះណានេះចាប់ពីកន្លែងនេះគឺជួរដេកទី1ហើយបាទយើងអត់យកកន្លែងពីលេខរៀនគឺយើងចាប់ពីកន្លែងនេះទៅអញ្ចឹងកន្លែងនេះគឺយើងស្ថិតក្នុងជួរដេកទី1តែជួរឈោយើង copy ចាប់ពីកន្លែងនេះរហូតដល់ជួរឈោចុងក្រោយនេះអញ្ចឹងនេះវាទីប្រមាណទី7ណា1 2 3 4 5 5 6 7អញ្ចឹងជួរឈោទី7 B កន្លែងលេខ1នេះបាទអញ្ចឹង1 7កន្លែងនេះអញ្ចឹងយើងដាក់មក1បៀសមកដាក់លេខ7បៀសមកដកទៀតដាក់លេខ7អញ្ចឹងណាហើយយើងដាក់ថា copy បាទដាក់តែ copy អញ្ចឹងមកហើយយើងដកទៀតមក destination បាទ destination ដាក់សញ្ញាស្មើមកបាទយើងដាក់សញ្ញាស្គាល់មួយមកចា destination បាទហើយយើងសរសេរមកយើងដាក់ថា dd.range បាទដាក់អាស័យដ្ឋានយើងបដិ A3 កន្លែងនេះយើងដាក់អាស័យដ្ឋានរបស់យើងដាក់ A1 កន្លែងនេះដាក់ A1 បិទដាក់សញ្ញាពេញកដោវិញដាក់ចុច2មកបាទ this A1 ចុច2យើងដាក់ថា offset ហើយយើងដាក់មក dd.row .count ហើយយើងដាក់ថាដក1បៀស0បិទវងកញ្ចក់វិញដាក់ថា n hl app នេះណា hl app មកយើងបិទវងកញ្ចក់វិញ dot offset 1 0បាទបាយដូចគ្នាប៉ុណ្ណឹងមកបាទអញ្ចឹងយើង copy យើងគឺយើង copy ចាប់ពី A1 ទៅបាទនេះពី A1 របស់យើងកន្លែងនេះ A1 ជួរឈោ A អានេះចាប់ទៅជួរដេកទី1 A1 របស់យើងនេះកន្លែងណា A1 បាទហើយបន្តមកទៀតគឺយើងដាក់ថា nif បាទ nif ហើយបាយពាក្យថា next bb បាទហើយយើងដាក់ថា dd dot column បាទហើយ dot auto filter auto fit ហើយយើងប៉ុណ្ណឹងលើតិចមកបាទប៉ុណ្ណឹងឯងមានច្រើនទេបាទអញ្ចឹងយើងវាយកូដយើងប៉ុណ្ណេះមកចាកន្លែង AABBCC គឺកន្លែងយើងតាំងដែលយើងចង់ដាក់ស្អីក៏បានតែហ្នឹងណាបាទហើយមើលតាមនឹងមកបាទអញ្ចឹងយើងចំណេញសារលបងសាក់មើលហើយបិទវាចោលឥឡូវកន្លែងនេះពណ៌ក្រហមហើយកន្លែងនេះឥឡូវយើងបង្កើតប៊ូតុងមួយបាទបង្កើតប៊ូតុងមួយកន្លែងនេះមកចុច insert យកពាក្យ illustration យកពាក្យ shape ហើយយើងដាក់មកយើងដាក់ស្អីមិញបច្ចុប្បន្នភាពបជាមិញបាច់ជុបនភាពបញ្ជីបាទដូរ font នេះតិចមកបាទខ្មែរ OS មូលឡាយបាទដាក់ចំកដាលយកពណ៌ខ្មៅចុះយកអានេះដាក់ថាបច្ចុ
จุบันเพียบจีเราไปช่วยตั้งวิดีโอเจ้ายังก่อนคลิกมาสตาร์ทอยู่เปียไซน์มาโครนี่ยังดับมันCC copy มันให้ยังไรยังดับท้าDiscord บอกก็อยู่โอเคมั้งแล้วสาวบองพวกกระหอบยังมีแต่มันเนี่ยมูซานกันแย่เราตะเวียนเมาแต่อ่อนจัดเดือดเวียนมั้งนี่เมาไอ้ติ่นไหนอย่างเงี้ยนี่ก่อนนี่sàn cành nhà ở đây thay một chuyện rồi lại những bây giờ đã po xế nhặt trâu thế nó tính bây giờ làm vô po nâng ấy po không tiền nó cứ việc chỉ lo ngồi gì ở đây thay vô po khiêu po khiêu mùi mà đã po nâng mà lấy đã po khiêu đâu đi chùm lo ngồi được on chơi máu bạch bắn tiệp vị trí ọt máu cái món sàn cành nhà và đài là những lúc chơi máuแต่ยอดโยที่นั่นโยกลายนี่คือยังตัวแต่ดูโปะโปะกระหอมนี่นะนี่โปะหอมแต่เมียนเล็กโคเบียไม่ออยจีบีปีโดยฮาพรามโซนอะไรนั่นแล้วโปะหอมปีấyยังจะไปวันเทียบจีบ้างปีหมดปีนี้คนแต่เวียนเราเมียนปัญหาหมดที่คือปัญหาเราไปแต่ยังจะไปวันเทียบจีมีเตียนเราถ้ายังเมียนเซอร์คนในเตียนก็โปะกระหอมได้vàยังไฮไลท์โปะกระหอมได้จังเราไปยังจะไปวันเทียบจีเป็นชั่วโมงจอนគ្នាเนี่ยชั่วโมงจอนគ្នាតែអញ្ចឹងដើម្បីធ្វើបែបនឹងបានគឺយើងតតែយើងលុបវាសិនលុបចា clear វាចោលទៅហើយយើងចាំចុចបច្ចុប្បន្នភាពវិជីចេញសានកញ្ញានេះចេញ3ឃើញទេក៏ប៉ុន្តែដើម្បីកុំឲ្យយើងពិបាកយើងលុបអញ្ចឹងគឺយើងត្រូវបន្ថែមកូដវាបន្តិចមកអញ្ចឹងដើម្បីបន្ថែមកូដយើងគ្រាន់តែคลิกមកស្ដាំលើហ្នឹងយកពាក្យ assign macro ហើយយកពាក្យថា edit អញ្ចឹងយើងថែមនៅខាងលើបន្តិចមកនេះថែមខាងលើយើងដាក់ថាseed អីយើងចង់លុបអាណាមិញនេះយើងចង់លុបអាកន្លែងពីឈ្មោះសិស្សបោះបង់មិនមែនលុបពីណាទេណាតែមួយច្រឡំលុបពីណាបាទគឺយើងលុបកន្លែងពីឈ្មោះសិស្សបោះបង់នេះលុបចាប់ពីកន្លែង A3 នេះចាប់ពីកន្លែងលេខ1មករហូតដល់តារាងចុងក្រោយរបស់យើងគឺចាប់ពីអី A3 រហូតមកដល់ G10 A3 G10 នៅក្នុង seed របស់យើងគឺ seed n នេះណា seed n តែយើងចូលមកវិញមកចឹងយើងមើលកន្លែង seed n របស់យើងនេះ seed n របស់យើងគឺនៅក្នុង seed លេខ2កន្លែងណា seed លេខ2អញ្ចឹងកន្លែងនេះយើងមិញមកយើងដាក់មក seed លេខ2ឃើញទេដាក់ដើម seed លេខ2 dot range បាទហើយយើងបើកមកចោលមកដាក់សញ្ញាមិញកដោមិញយើងលុបពីលេខប៉ុន្មានដល់លេខប៉ុន្មានមិញមើលទីមកនេះយើងលុបចាប់ពីកន្លែងលេខរៀងទី1រហូតមកដល់កន្លែងតារាងចុងក្រោយគេគឺចំកន្លែងG10 អញ្ចឹងពី A3 មាន A1 A3 រហូតដល់ G10 អញ្ចឹងកន្លែងយើងដាក់មកណាមិញនេះ A3 ចុច2 G10 បាទហើយយើងដាក់សញ្ញាផ្នែកកដោបិទមុខចោលមកវិញយើងដាក់ថាសញ្ញា dot clear content dot clear content enter មកនេះតើតើការ clear ណាចឹងប៉ុណ្្នឹងឯងយើងបិទវាវិញមកឥឡូវចុចមើលឥឡូវ3នាក់ឥឡូវយើងថែមម្នាក់ទៀតដល់វាចេញពណ៌ក្រហមដែរអត់ដល់វាជន់គ្នាដែរអត់ដាក់ពណ៌ក្រហមដែរឥឡូវក្រហមមាន4នាក់ឥឡូវយើងចុចកន្លែងបច្ចុប្បន្នភាពជីមកចេញ4នាក់ឲ្យយើងអត់ជន់ឈ្មោះគ្នាទេចុចម្ដងទៀតក៏វាអត់ជន់ដែរឃើញទេក៏ប៉ុន្តែក្នុងករណីដែលយើងអត់ដាក់កូដមិញទេកូដកន្លែងណាមិញសាញ macro យ៉ានេះបើសិនបើយើងអត់ថែមមកកូដកន្លែងនេះមិញទេដើម្បីបិទកូដវាយើងចុចចំសញ្ញាដាក់សញ្ញាបន្តមកគឺបិទកូដទេបើសិនយើងអត់ clear ទេណាអត់ថែមមកកូដនេះទេនៅពេលដែលយើងដំណើរការនឹងឃើញចេញឈ្មោះជាន់គ្នានេះឃើញជាន់គ្នាបន្ថែមទៀតឃើញទេគឺឈ្មោះដដែលអញ្ចឹងហើយបានយើងត្រូវថែមកកន្លែងមិញនេះថែមនឹងវិញមកលុបវាវិញមកនេះថែមកកូដយើងតិចវិញតែយើងបិទវាមកចុចម្ដងទៀតមកយ៉ាបាទចុចមកគឺចេញតែម្ដងបាទមិញគឺដោយសារតែយើងបញ្ជីយើងមិញគឺយើងត្រូវធ្វើត្រឹមតែលេខ10បាទបើមិនយើងមាន50យើងធ្វើត្រឹម50មក delete បាទឥឡូវមិញខ្ញុំធ្វើត្រឹមលេខរៀងទី10បាទនេះអញ្ចឹងដល់ពេលដែលយើងដាក់ពណ៌ខ្មៅវិញកន្លែងហ្នឹងដាក់ពណ៌ខ្មៅកន្លែងនេះចុះទុកតែម្នាក់បានហើយដាក់ពណ៌ខ្មៅវិញបាទអញ្ចឹងវាស្រង់បានតែម្នាក់ទេអាលេខរៀងចុងក្រោយគេអញ្ចឹងយើងធ្វើបច្ចុប្បន្នភាពបញ្ជីមកអញ្ចឹងសល់តែម្នាក់ទេនេះហើយបើយើងចង់បង្កើត link ចុចពីមួយទៅមួយបានយើងកើតចូលកន្លែង insert នេះមកយើងដាក់រូបអីមួយក៏បានដាក់រូបនេះចុះ
trong thế này và dương chiêu cho n nè dương chạy lừa bút tông này dương click master mới vô việc thả link hay dương lấy vô việc thả please in the document hay tôi lấy n nè đô pi chạy n thì mới ok chứ cái này chạy về nó để mà lấy một vòng thả thật xa hay dương lấy dương thay về một điểm nó đã vòng bùi bị lừa đó chứ lấy ní cái này dương chạy tới về chung một lấy link dương nè và chứ click master mới vô việc thả link đây dương vô việc thả link một mình nó và ok thế cho nó ok chạy ní đọc này mình hai nít bạch bọn việc chị bài chắc ở video bọc nhóm cứ tôi thưa cả bằng hai tập phần năng tê và dương chụp khi nơi video clip phải coi thiệt và zoom một cuốn zoom chuẩn bị liền